ថ្ងៃអាទិត្យនៅផ្ទះអញ្ចឹងហើយបើសិនជាបងប្អូនមានកម្មវិធីជួបជុំទៀតអញ្ចឹងបងប្អូនសាកធ្វើត្រប់អាំងនេះម្ដងបងប្អូនធានារសជាតិឲ្យថាឆ្ងាញ់ហ្មងតាមពិតត្រប់អាំងនេះយើងអាចធ្វើបានច្រើនរសជាតិណាស់បងប្អូនប៉ុន្តែថ្ងៃនេះខ្ញុំសូមជ្រើសរើសយករសជាតិចេញពីទឹកប្រឡាក់របស់ហាក់ហេងទៅរូបមន្តដែលនាងខ្ញុំធ្វើនេះគឺងាយស្រួលតែឲ្យតែបងមានទឹកប្រឡាក់ហាក់ហេងក្នុងផ្ទះទៅជាមួយនឹងទឹកត្រីកោះកុងគឺធ្វើបានហើយរហ័សទៀតបងចំនួនត្រប់3ផ្លែនេះគឺនាងខ្ញុំប្រើជាមួយនឹងទឹកប្រឡាក់2ស្លាបព្រាបាយហើយជាមួយនឹងទឹកត្រីកោះកុង1ស្លាបព្រាបាយបូករួមនឹងថែមជាមួយនឹងស្លឹកខ្ទឹមហើយល្ងនៅក្នុងនឹងដែរបងប្អូនអញ្ចឹងពេលដែលយើងអាំងត្រប់យើងទុនសាច់ហើយគឺចាប់ដើមពុះវាជាពីរចឹងមកហើយបៀកជាមួយនឹងទឹកដែលយើងលាយហើយទឹកគ្រឿងដែលយើងបានលាយហើយខ្ញុំបន្ថែមជាមួយនឹងពង3គ្រាប់ដែរនៅលើត្រប់ហ្នឹងបៀកវាចឹងណាបងប្អូនដូចក្នុងវីដេអូចឹងមកហើយបន្ទាប់ពីអាំងយើងរៀងស្ទាប់ពងហើយថែមទឹកគ្រឿងដែលយើងលាយហើយហ្នឹងមកតង់មកចនពីលើហ្នឹងទៀតបងប្អូនអើយពេលដែលដាក់គ្រឿងគ្រប់សពហើយឆ្អិនសពហ្មងគឺឈ្ងុយមែនតើឈ្ងុយហើយចំណាយពេលតែ5នាទីទេបងប្អូនឆ្អិនបាត់ហើយបើនិយាយពីសាច់ត្រប់វិញបងប្អូនអើយនឹងផ្អែមចាប់ជាតិគ្នាជាមួយនឹងទឹកគ្រឿងដែលយើងលាយយកមកបៀកពីលើត្រប់ហ្នឹងអូឆ្ងាញ់ខ្លាំងរសជាតិត្រូវគ្នាបងប្អូនអាចសាកធ្វើបានហើយបើសិនជាបងប្អូនតម្រូវការជាមួយនឹងទឹកប្រឡាក់សាច់ហាក់ហេងក៏ដូចជាទឹកកាពិទឹកប្រហុកទឹកអំបិលម្រេចនិងទឹកត្រីកោះកុងអាចរកទិញបាននៅក្នុងเพจនេះណាអរគុណច្រើន